តើការងារអ្វីខ្លះដែលក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើក្រោយប្រកាសជួលកាន់តំណែងក្នុងកំឡុងពេល14ថ្ងៃក្រោយពីប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតត្រូវចាត់ឲ្យមានការប្រជុំជាលើកដំបូងនៃក្រុមប្រឹក្សាឃុំសង្កាត់ក្រោមអធិបតីភាពមន្ត្រីម្នាក់ដែលចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំសង្កាត់មេឃុំចៅសង្កាត់ជំទប់និងចៅសង្កាត់រងដើម្បីអនុវត្តការងារនេះក្រសួងមហាផ្ទៃបានចេញប្រកាសលេខ1501ប្រកចុះថ្ងៃទី8ខែមិថុនាឆ្នាំ2017និងការណែនាំមួយចំនួនទៀតក្នុងគោលបំណងធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលរាជធានីខេត្តក្នុងការចាត់ចែងដំណើរការនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីក្នុងកិច្ចប្រជុំដំបូងនេះក៏មានការប្រគល់ទទួលត្រារដ្ឋបាលឃុំសង្កាត់ពីអធិបតីនៃអង្គប្រជុំដល់ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ថ្មីផងដែរជាមួយនេះមាត្រា20នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់បានកំណត់ថាមុនចាប់ផ្ដើមការងារក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗត្រូវរៀបចំនិងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីកំណត់នៅវិធានទាំងឡាយសម្រាប់អង្គប្រជុំនិងរបៀបរបបធ្វើការងាររបស់ខ្លួនក្នុងន័យដូចខាងលើដើម្បីធានានិរន្តរភាពនិងភាពរលូននៃការងាររបស់ក្រុមប្រឹក្សាឃុំអាណត្តិចាស់មកក្រុមប្រឹក្សាឃុំអាណត្តិថ្មីការងារចាំបាច់មួយចំនួនដែលក្រុមប្រឹក្សាឃុំអាណត្តិថ្មីត្រូវធ្វើបន្ទាប់ពីប្រកាសចូលកាន់តំណែងរួមមានដូចខាងក្រោមការរៀបចំបទបញ្ជាផ្ទៃក្នុងការបន្តការងារគ្រប់គ្រងនិងដឹកនាំរដ្ឋបាលឃុំសង្កាត់ដែលក្នុងនោះរួមមានការពិភាក្សានិងពិនិត្យមើលឡើងវិញលើគម្រោងកម្មវិធីអភិវឌ្ឍនិងសេវាកម្មនានារបស់រដ្ឋបាលឃុំសង្កាត់ពិភាក្សានិងពិនិត្យឡើងវិញលើគណៈកម្មាធិការគណៈកម្មការនានារបស់រដ្ឋបាលឃុំសង្កាត់ការអនុវត្តច្បាប់និងលិខិតបទដ្ឋាននានាការរៀបចំផែនការពិវត្តឃុំសង្កាត់របស់ក្រុមប្រឹក្សាឃុំអាណត្តិថ្មីចំណុចមួយទៀតយើងនិយាយពីការរៀបចំបទបញ្ជាផ្ទៃក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើជាទម្រង់ដីកានិងត្រូវពិភាក្សាអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងយូរបំផុតរយៈពេល30ថ្ងៃបន្ទាប់ពីកិច្ចប្រជុំដំបូងមុននឹងឈានទៅអនុវត្តកិច្ចការងារផ្សេងៗទៀតខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុងត្រូវចែងអំពីលក្ខខណ្ឌចាំបាច់នានាក្នុងការកំណត់នៅវិធានទាំងឡាយសម្រាប់រៀបចំដំណើរការប្រជុំនិងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាព្រមទាំងគណៈកម្មាធិការពាក់ព័ន្ធនឹងត្រូវធានាថាខ្លឹមសារទាំងនោះស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ប្រធានក្រុមប្រឹក្សាត្រូវធ្វើការណែនាំដល់ស្មានឃុំសង្កាត់ឲ្យរៀបចំសេចក្តីព្រៀងបទបញ្ជាផ្ទៃក្នុងឲ្យបានឆាប់ដោយផ្អែកតាមគំរូបទបញ្ជាផ្ទៃក្នុងដូចមានជាប់នៅក្នុងសេចក្តីណែនាំលេខ032សននចុះថ្ងៃទី16ខែមិថុនាឆ្នាំ2022របស់ក្រសួងមហាផ្ទៃស្តីពីគំរូបទបញ្ជាផ្ទៃក្នុងថ្មីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ក៏បានកំណត់អំពីលក្ខខណ្ឌអបបរមានៃការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ដោយឡែកចំពោះដំណើរការនៃការរៀបចំបទបញ្ជាផ្ទៃក្នុងការអនុម័តបទបញ្ជាផ្ទៃក្នុងឃុំសង្កាត់និងការពិនិត្យនិស្ចានុគរភាពដីកាបទបញ្ជាផ្ទៃក្នុងត្រូវអនុវត្តតាមខ្លឹមសារដែលបានកំណត់ក្នុងសេចក្តីណែនាំលេខ014សននចុះថ្ងៃទី8ខែមិថុនាឆ្នាំ2017របស់ក្រសួងមហាផ្ទៃស្តីពីសេចក្តីណែនាំស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ចំណុចមួយទៀតការពិនិត្យនិងការអនុម័តបទបញ្ជាផ្ទៃក្នុងស្មានឃុំសង្កាត់ត្រូវរៀបចំដាក់ជូនសេចក្តីព្រៀងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ទៅមេឃុំចៅសង្កាត់ខ្លួនដើម្បីស្នើសុំពិនិត្យនិងឯកភាពជាបឋមលើសេចក្តីព្រៀងនោះមុននឹងដាក់ជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីពិភាក្សាអនុម័តលើសេចក្តីព្រៀងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់បន្ទាប់ពីឯកភាពលើសេចក្តីព្រៀងបទបញ្ជាផ្ទៃក្នុងដែលរៀបចំឡើងដោយស្មានឃុំមេឃុំចៅសង្កាត់ត្រូវរៀបចំក
កោះប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីពិនិត្យពិភាក្សានិងអនុម័តទៅលើសេចក្តីព្រាងបទបញ្ជាទីក្នុងរបស់ខ្លួនក្នុងការពិនិត្យអនុម័តនេះក្រុមប្រឹក្សាត្រូវឯកទៅលើខ្លឹមសារនៃមាត្រាទី22សំទោសនៃមាត្រា22នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់បានកំណត់ថាការប្រជុំអនុម័តបទបញ្ជាទីក្នុងនេះនឹងយកជាការលុះត្រាតែចំនួនលើសពីពាក់កណ្ដាលនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងមូលហើយត្រូវបានអនុម័តដោយសម្លេងភាគច្រើនដាច់ខាតនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងមូលក្នុងការអនុម័តនេះប្រសិនបើមានសម្លេងឆ្នោតស្មើគ្នាសម្លេងរបស់អធិបតីនៃអង្គប្រជុំមានឧត្តមភាពសម្លេងភាគច្រើនដាច់ខាតមានន័យថាក្រុមប្រឹក្សាឃុំសង្កាត់មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន5រូបត្រូវមានសមាជិកយ៉ាងតិចចំនួន3រូបចូលរួមប្រជុំហើយត្រូវបោះឆ្នោតអនុម័តដោយសម្លេងយល់ព្រមយ៉ាងតិចចំនួន3សម្លេងបើក្រុមប្រឹក្សាឃុំសង្កាត់មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន7រូបត្រូវមានសមាជិកយ៉ាងតិច4រូបចូលរួមប្រជុំហើយត្រូវបោះឆ្នោតអនុម័តដោយសម្លេងយល់ព្រមយ៉ាងតិចចំនួន4សម្លេងបើក្រុមប្រឹក្សាឃុំសង្កាត់មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន9រូបត្រូវមានសមាជិកយ៉ាងតិចចំនួន5រូបចូលរួមប្រជុំហើយត្រូវបោះឆ្នោតអនុម័តដោយសម្លេងយល់ព្រមយ៉ាងតិចចំនួន5សម្លេងបើក្រុមប្រឹក្សាឃុំសង្កាត់មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន11រូបត្រូវមានសមាជិកយ៉ាងតិចចំនួន6រូបចូលរួមប្រជុំហើយត្រូវបោះឆ្នោតអនុម័តដោយសម្លេងយល់ព្រមយ៉ាងតិចចំនួន6សម្លេងក្នុងពេលប្រជុំពិនិត្យនិងអនុម័តបទជាផ្ទៃក្នុងស្មានឃុំសង្កាត់ត្រូវធ្វើកំណត់ហេតុកិច្ចប្រជុំឲ្យបានច្បាស់លាស់និងបានត្រឹមត្រូវដោយឡែកបែបបទនិងនីតិវិធីនៃការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសូមមើលទៅទំព័រចំពុកទី4ក្រោយពីក្រុមប្រឹក្សាឃុំសង្កាត់បានអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់រួចមកស្មានឃុំសង្កាត់ត្រូវតែរៀបចំដាក់ជូនប្រធានក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីចុះហត្ថលេខាលើដីកានៃស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់និងត្រូវថតចម្លងចែកជូនគ្រប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ព្រមទាំងត្រូវផ្ញើជូនគណៈអភិបាលខេត្តក្រុងស្រុកខណ្ឌនិងរក្សាទុកជាឯកសារនៅក្នុងរដ្ឋបាលឃុំក្នុងករណីក្រុមប្រឹក្សាឃុំសង្កាត់ណាអនុម័តបទជាទីក្នុងរបស់ខ្លួនមិនបានទាន់ពេលវេលាកំណត់30ថ្ងៃបន្ទាប់ពីកិច្ចប្រជុំប្រកាសពលភាពរបស់ក្រុមប្រឹក្សាឃុំសង្កាត់នោះក្រុមប្រឹក្សាឃុំសង្កាត់ត្រូវអនុវត្តតាមគំរូបទបញ្ជាផ្ទៃក្នុងដែលភ្ជាប់ជាមួយសេចក្តីណែនាំលេខ014សននចុះថ្ងៃទី8ខែមីនាឆ្នាំ2017របស់ក្រសួងមហាផ្ទៃស្តីពីសេចក្តីណែនាំស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ឬអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដែលទើបបញ្ចប់អាណត្តិថ្មីចំណុចទៀតគឺការពិនិត្យទៅលើនិស្សិតគុណភាពនៃបទបញ្ជាទីក្នុងនៃការស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ដែលបានអនុម័តរួចហើយត្រូវថតចម្លងចំនួន1ច្បាប់ជូនអភិបាលរាជធានីខេត្តក្នុងរយៈពេលយ៉ាងយូរ5ថ្ងៃបន្ទាប់ពីថ្ងៃអនុម័តដើម្បីធ្វើការពិនិត្យនិស្សិតគុណភាពក្នុងករណីមានការណែនាំឲ្យកែតម្រូវពីអភិបាលរាជធានីខេត្តមេឃុំចៅសង្កាត់ត្រូវធ្វើការពិនិត្យនិងកែតម្រូវឡើងវិញហើយដាក់ជូនក្រុមប្រឹក្សាឃុំពិនិត្យនិងអនុម័តក្នុងកិច្ចប្រជុំសាមញ្ញឬវិសាមញ្ញបន្ទាប់រកការកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវថតចម្លងចំនួន1ច្បាប់ជូនអភិបាលរាជធានីខេត្តក្នុងរយៈពេលយ៉ាងយូរ5ថ្ងៃបន្ទាប់ពីថ្ងៃអនុម័តដើម្បីធ្វើការពិនិត្យនិស្សិតគុណភាពលើខ្លឹមសារដែលបានកែប្រែ